សូមជូនរឿងដំណើរផ្សងព្រេងរបស់ក្មេងប្រុសម្នាក់ឈ្មោះសុភ័ក្របង្ហាញពីជីវិតក្មេងប្រុសឈ្មោះសុភ័ក្រនៅក្នុងភូមិតូចមួយក្បែរព្រៃធំគាត់ជាក្មេងប្រុសស្ងៀមស្ងាត់តែមានចិត្តក្លាហានចូលចិត្តរុករកនិងមានសេចក្តីស្រមៃចង់ឃើញពិភពខាងក្រៅអ្នកភូមិព្រមមានគាត់ពីព្រៃអន្តកាលដែលគេជឿថាមានបិសាចនិងរឿងអាចកំបាំងសុភ័ក្រនៅតែចង់ដឹងចង់ឃើញសុភ័ក្ររៀបចំខ្លួនបង្វិចនិងស្បៀងអាហារនិងដាវខ្លីមួយគាត់លួចចេញពីភូមិពេលយប់សុភ័ក្រចាប់ផ្ដើមដំណើរចូលទៅក្នុងព្រៃទេសភាពព្រៃឈើដ៏ធំល្វឹងល្វើយដើមឈើខ្ពស់ខ្ពស់បន្លែបៃតងខ្ចីទឹកជ្រោះហូរគាត់ប្រឈមមុខនឹងឧបសគ្គតូចៗដូចជាវល្លិរំជើងសត្វល្អិតសំលេងសត្វព្រៃគួរឲ្យខ្លាចគិតត្រូវដោះស្រាយដោយភាពឆ្លាតវៃពេលគិតដើរដល់កណ្ដាលព្រៃគិតបានឃើញពន្លឺចាំងភ្លេចពីគុំពេលគិតដើរទៅជិតគិតក៏ឃើញពងយាកដ៏ធំមួយដែលមានកម្ពស់ស្មើនឹងក្មេងតូចម្នាក់វាមានពណ៌ភ្លឺថ្លាមានក្បាច់រចនាប្លែកៗដូចជាតួអក្សរបុរាណសុភ័ក្រមិនខ្លាចនោះទេតែមានចិត្តរំភើបគិតដឹងថាវាជាអ្វីដែលពិសេសសុភ័ក្រសម្រេចចិត្តបោះជំរំនៅក្បែរពងនោះគាត់សង់ជំរកតូចមួយពីមែកឈើនិងស្លឹកឈើគាត់ចំណាយពេលមើលថែពងនោះយ៉ាងយកចិត្តទុកដាក់ជូតសម្អាតនិយាយជាមួយវាថែមទាំងច្រៀងលងលោមវាទៀតផងគាត់មានអារម្មណ៍ថាមានទំនាក់ទំនងពិសេសជាមួយពងនោះគាត់ប្រឈមមុខនឹងសត្វព្រៃដែលចង់ចូលមកជិតពងគាត់ប្រើដាវការពារពងនោះការឆ្លងកាត់ថ្ងៃយប់ជាច្រើនសុភ័ក្ររៀនរស់នៅក្នុងព្រៃដោយខ្លួនឯងកាន់តែរឹងមាំយប់មួយព្រះច័ន្ទពេញបរមីរះចែងចាំងពងយាកចាប់ផ្ដើមញើនិងមានស្នាមប្រេះសំលេងក្រឹមបន្លឺឡើងពន្លឺពឺមាសដ៏ខ្លាំងមួយបានជះចេញពីពងនោះសំបកពងបានបែកចេញជាចំណែកតូចជំនួសឲ្យសត្វល្អិតស្រាប់តែមាននារីម្នាក់ដែលមានសម្រស់ផូរផង់ចេញពីក្នុងពងនាងមានសក់ខ្មៅវែងអន្លាយស្បែកម៉ត់រលោងនិងភ្នែកភ្លឺថ្លាដូចត្បូងសុភ័ក្របានត្រឹមឈរស្ងៀមសម្លឹងមើលទៅនាងដោយមិនប្រព្រឹត្តក្មេងនាងមិនចេះនិយាយអ្វីទាំងអស់តែសម្លឹងមើលសុភ័ក្រដោយក្តីអៀនខ្មាស់និងទឹកមុខឆ្ងល់សុភ័ក្រចាប់ផ្ដើមបង្រៀនទេវីនៅភាសាមនុស្សគាត់បង្ហាញពីរបៀបហូបអាហាររស់នៅស្គាល់សត្វនិងស្គាល់រុក្ខជាតិទេវីមានសមត្ថភាពពិសេសនាងអាចនិយាយជាមួយសត្វនិងធ្វើឲ្យរុក្ខជាតិរីកលូតលាស់យ៉ាងលឿនពួកគេរត់លេងកាត់ត្រីងូតទឹកជ្រោះច្រៀងជាមួយគ្នាក្រោមពន្លឺព្រះច័ន្ទសុភ័ក្រចាប់ផ្ដើមលងស្រឡាញ់ទេវីបន្តិចម្ដងដោយសារសម្រស់និងចិត្តសប្បុរសរបស់នាងទេវីក៏មានភាពអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពពេលនៅក្បែរសុភ័ក្រពួកគេបង្កើតពិភពលោកតូចមួយរបស់ពួកគេនៅក្នុងព្រៃថ្ងៃមួយខណៈពួកគេកំពុងដើរក្បែរទឹកជ្រោះស្រាប់តែមានសំឡេងខ្សឹបខ្សៀវដ៏អាចកំបាំងបន្លឺឡើងដើមឈើចាប់ផ្ដើមញ័រខ្យល់បក់បោកខ្លាំងរូបភាពវិញ្ញាណព្រៃឈើដ៏ធំមួយបានលេចចេញមកភ្នែករបស់វាភ្លឺចែងចាំងវាព្រមមានសុភ័ក្រមិនអោយនាំទេវីចេញពីព្រៃនោះឡើយព្រោះទេវីគឺជាភ្នែកមួយនៃព្រៃសុភ័ក្រមានការភ័យខ្លាចប៉ុន្តែគិតបានប្រាប់ញៀននោះថា
គិតស្រឡាញ់ទេវីហើយចង់អោយនាងស្គាល់ពិភពលោកខាងក្រៅវិញ្ញាណព្រៃបានបាត់ខ្លួនទៅវិញដោយបន្សល់ទុកនៅអារម្មណ៍មិនសប្បាយចិត្តសុភ័ក្រដឹងថាការនាំទេវីចេញពីព្រៃមិនមែនជារឿងងាយស្រួលនោះទេសុភ័ក្រនិងទេវីសម្រេចចិត្តចាកចេញពីព្រៃប៉ុន្តែនៅពេលពួកគេព្យាយាមទៅដល់គែមព្រៃឧបសគ្គជាច្រើនបានកើតឡើងវររិទ្ធជើងខ្យល់ព្យុះបក់បោកផ្លូវបាត់បង់សត្វព្រៃដែលធ្លាប់តែស្លូតបូតប្រែជាកាចសាហាវវិញ្ញាណព្រៃបានបង្ហាញខ្លួនម្ដងទៀតហើយព្យាយាមបំបែកពួកគេទេវីមានការឈឺចាប់និងស្ទាក់ស្ទើរព្រោះនាងក៏មានទំនាក់ទំនងជាមួយព្រៃដែរសុភ័ក្របានប្រើភាពក្លាហាននិងសេចក្តីស្រឡាញ់របស់គាត់ដើម្បីការពារទេវីគិតបានស្រែកប្រាប់វិញ្ញាណព្រៃថាស្នេហារបស់ពួកគេរឹងមាំជាងអ្វីទាំងអស់សុភ័ក្រនិងទេវីបានកាន់ដៃគ្នាឆ្លងកាត់ឧបសគ្គទាំងនោះស្នេហារបស់ពួកគេបានបង្កើតជាពន្លឺពឿសដកកក្តៅមួយដែលបានមុនអាគមងងឹតរបស់វិញ្ញាណព្រៃបានមើលឃើញពីទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេក៏សម្រេចចិត្តបោះបង់ចោលហើយអនុញ្ញាតឲ្យពួកគេទៅពួកគេបានមកដល់គែមព្រៃវិញដោយភាពនឿយហត់ប៉ុន្តែពេញដោយសេចក្តីរីករាយទេវីមើលទៅព្រៃដោយក្តីអាល័យតែនាងជ្រើសរើសនៅក្បែរសុភ័ក្រនិងទេវីបានត្រឡប់មកដល់ភូមិវិញអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញសុភ័ក្រត្រឡប់មកវិញជាមួយនារីដ៏ស្រស់ស្អាតម្នាក់ដំបូងអ្នកភូមិមានការសង្ស័យនិងខ្លាចរអាទេវីបានបង្ហាញភាពចិត្តសប្បុរសនិងសមត្ថភាពពិសេសរបស់នាងដូចជាព្យាបាលរុក្ខជាតិឬជួយសត្វនាងបានធ្វើឲ្យអ្នកភូមិទាំងអស់ស្រឡាញ់និងគោរពនាងភូមិបានរៀបចំកម្មវិធីមង្គលការដ៏ធំមួយសម្រាប់សុភ័ក្រនិងទេវីពិធីមង្គលការដ៏អធិកអធមក្រោមពន្លឺព្រះច័ន្ទទេវីស្លៀកបំពាក់ប្រពៃណីញញឹមយ៉ាងស្រស់បំព្រងពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលជារៀងរហូតទេវីបានក្លាយជាអ្នកណែនាំអ្នកភូមិឲ្យរស់នៅចុះសម្រុងនឹងធម្មជាតិទីសុភ័ក្រនិងទេវីចាស់ទៅហើយកំពុងអង្គុយមើលកូនចៅលេងសើចដោយមានទឹកមុខពេញដោយសេចក្តីសុខនិងស្នេហាដ៏រឹងមាំរបស់ពួកគេបានក្លាយជារឿងនិទានប្រចាំភូមិ